តោះយើងមកភ្លក់បុកល្ហុងជាមួយនឹងក្តាមប្រៃទាំងអស់គ្នាក៏តែមើលមុខក៏ដឹងតែឆ្ងាញ់ទេគឺចិត្តសន្លប់មកហើយបុកល្ហុងហ្នឹងគឺអត់ច្រើនទេគឺមកប្រអប់ហូបជុំគ្នាហើយថ្ងៃនេះគឺយើងមានសកម្មភាពតិចតួចតាក់ទងទៅនឹងការធ្វើដំណើរទៅហូបបុកល្ហុងជុំគ្នានៅបឹងឈូកហើយមុននឹងយើងទៅហ្នឹងគឺយើងចាប់ផ្ដើមធ្វើដំណើរទៅគ្នាពី3នាក់ទេហើយមុននឹងទៅដល់ហ្នឹងគឺយើងថតសកម្មភាពខ្លះៗតាក់ទងតាមដងផ្លូវដ៏ស្រស់ស្អាតដូចគេហៅថាបាត់ដំបងដីស្អិតណាគឺអូយឃើញនឹងម្ដងជាប់ចិត្តនឹងបាត់ដំបងតែម្ដងហើយយើងចាប់ផ្ដើមជិះកង់ទៅគឺខាងមុខ2នាក់ខ្ញុំថតពីក្រោយនឹងអីហើយជិះកង់ហ្នឹងគឺចាប់ផ្ដើមទៅដល់កន្លែងចិត្តដល់ស្រះឈូកគេហ្នឹងហើយមានកន្លែងហ្នឹងមានច្រើនគេលក់ច្រើនមានលក់ម្ហូបបែបសាមញ្ញធម្មតាសូវមានអីលក្ខណៈពិសេសច្រើនទេគឺម្ហូបបែបស្រុកខ្សែសាមញ្ញយើងហ្នឹងឯងហើយក៏យើងចាប់ផ្ដើមមកទិញបុកល្ហុងហ្នឹងបុកល្ហុងគឺមកប្រអប់ប្រហែលជា5000យើងទិញតាមចំណង់ចំណូលចិត្តរបស់យើងចង់បានប្រហែល1000ហើយទិញមកប្រអប់ទេហើយមានលក់ច្រើនមុខដែរបុកល្ហុងបូកេបុកល្ហុងក្តាមប្រៃបុកល្ហុងអីមឹកអីជាដើមហើយក្នុងនោះក៏មានសាច់គោមានមឹកអាំងមានសាច់គោមឹកអាំងហើយនឹងមានឡាប់មន់ឡាប់អីនឹងមានសាច់គោគេហៅសាច់ក្រកសាច់គោហ្នឹងហើយចំពោះអ្នកខ្ញុំដែរគឺអ្នកខ្ញុំបានទិញបុកល្ហុងមកប្រអប់ហើយនឹងសាច់គោ2ចង្កាក់ហ្នឹងគឺមួយចង្កាក់500ទេគឺធូរថ្លៃអត់សូវថ្លៃអីម៉ានទេដោយសារតែយើងហូបសាមញ្ញហូបតិចហូបតូចហ្នឹងមិនហូបច្រើនទេគឺយើងទៅជុំគ្នាដើម្បីកម្សាន្តអារម្មណ៍ហ្នឹងឯងបន្ទាប់ពីយើងទិញអីហូបហើយក៏យើងចាប់ផ្ដើមយកកាទេលទៅលាតនៅកន្លែងគោលដៅរបស់យើងគឺនៅមុខស្រះឈូកហ្នឹងឯងដើម្បីនិយាយគ្នាលេងនិយាយរឿងក្នុងចិត្តណាមានរឿងក្នុងចិត្តអីទេរឿងតែតិចតួចហ្នឹងហើយយើងចាប់ផ្ដើមធ្វើនៅទៅដល់នឹងហើយក៏ឃើញថានៅកន្លែងស្រះគេនឹងមានពិតជាស្រស់ស្អាតបើស្រស់អំប្រងខៀវស្ងាត់ល្អមែនទេហើយចំពោះឈូកហ្នឹងគឺមានមានប្លង់ពីរពណ៌មានពណ៌សហើយនិងពណ៌ផ្កាឈូកធម្មតាហ្នឹងដែលយើងឃើញរាល់ដងហើយក្នុងទឹកហ្នឹងក៏អូយស្រស់ខៀវដូចទឹកគេហៅទឹកសមុទ្រណាតើមកក៏យើងចាប់ផ្ដើមធ្វើនៅទៅដល់ចិត្តដល់កន្លែងគូដៅកន្លែងយើងលាក់កាទេហើយបន្ទាប់មកគឺយើងចាប់ផ្ដើមលាក់កាទេរបស់យើងកាទេហ្នឹងតែមួយទេយើងទៅដំបូងហ្នឹងគឺទៅតែគ្នា3នាក់ទេហើយបន្ទាប់មកក៏មានអ្នកក្រោយមកទៀតដូចជាមិត្តភ័ក្តិនៅជាមួយគ្នានឹងឯងហើយក៏ធ្លាប់ទៅ2 3ដងហើយបើខ្ញុំវិញទៅតាមគេហ្នឹងមិនស្គាល់កន្លែងផងចេះទៅតាមគេហើយយើងចាប់ផ្ដើមលាតរៀបចំបើកមើលថាម្ហូបរបស់យើងបុកល្ហុងរបស់យើងហ្នឹងវាឆ្ងាញ់ប៉ុណ្ណាយើងចាប់ផ្ដើមរៀបចំកន្លែងហើយចាប់ផ្ដើមបើកមើលថាបុកល្ហុងហ្នឹងគួរឲ្យចង់ហូបប៉ុណ្ណាបើកមើលអូយគួរឲ្យចង់ហូបតំណងឃើញតែពោតហ្នឹងខ្ញុំវិញស្រង់ហូបតែពោតទេតែមកក៏ចាប់ផ្ដើមមកបើកសាច់អាំងរបស់យើងសាច់ហ្នឹងគឺយើងតែអត់ច្រើនទេគឺប្រហែល5ចង្កាក់ហ្នឹងឯងហើយមានទឹកជ្រលក់មានជ្រក់មានអីទៀតហើយសម្រាប់ជ្រក់របស់គាត់ហ្នឹងគឺគាត់ដាក់លីខ្ញីដូចសារខ្ញុំអត់សូវចិត្តលីខ្ញីតែមកគឺយើងចាប់ផ្ដើមដួសដាក់ចានដើម្បីហូបបុកល្ហុងហ្នឹងតែម្ដងគឺចាប់ផ្ដើមមើលនេះខ្ញុំភ្លក់តែម្ដងគឺបែបបានហូបវិញឆ្ងល់ឆ្ងល់ហើយក៏យើងចាប់ផ្ដើមមកមើលនារីក្មេងទុយកំពុងតែភ្លក់មឹកម្ដងហើយចំពោះមឹកហ្នឹង1000មកចង្កាក់ហ្នឹង1000គឺរាំងធូរថ្លៃដែរអត់សូវជាថ្លៃហ្មងទេគឺគាត់តែឃើញគាត់ដឹងតែឆ្ងាញ់ដែរមឹកហ្នឹងគឺគាត់ចូលចិត្តញ៉ាំមឹកហ្នឹងមែនទែនហើយបន្ទាប់ពីយើងភ្លក់ម្ហូបបានខ្លះហើយក៏យើងចាប់ផ្ដើមមកមើលទេសភាពតាក់ទងទៅនឹងឈូកវិញម្ដងហើយចំពោះឈូកហ្នឹងគឺពិតជាស្រស់ស្អាតពិតជាស្អាតមែនទែនហើយឈូកហ្នឹងគឺមានម្ចាស់របស់គេគឺគេដាំហើយគេលក់គេឲ្យយើងបេះញញ៉ាយផ្ដេសផ្ដាស់ទេដោយសារជាឈូកដែលគេដាំបើយើងចង់បេះយើងចង់ទិញយើងអាចតាក់ទងតាមលេខទូរស័ព្ទរបស់គេហើយបន្ទាប់ពីយើងហូបបានខ្លះហើយក៏មិត្តភ័ក្តិរបស់យើងក៏យើងចាប់ផ្ដើមមកជុំគ្នាហើយក៏ទិញមានច្រើនដែរមានប្រហិតមានបុកល្ហុងមានបកាមានអីដែរនឹងយកបាយមកហូបជុំគ្នាដែលក្រុមហែអារម្មណ៍នៅចុងសប្ដាហ៍ដើម្បីយើងបន្ទូបន្ថយនៅអារម្មណ៍ដែលយើងតបប្រមល់អារម្មណ៍ពិបាកចិត្តអីពេលកំពុងតែរៀនអីយើងមកហូបជុំគ្នាដើម្បីធ្វើឲ្យអារម្មណ៍ខ្លួនឯងស្រស់ស្រាយកុំធ្វើបាបខ្លួនឯងពេកចឹងណា